នៅកណ្ដាលវាលទំនាបលាតសន្ធឹងនៃភាគអាគ្នេយ៍ប្រទេសកម្ពុជាមានអាថ៌កំបាំងមួយដែលត្រូវបានកប់លាក់ជាង 2000 ឆ្នាំមកហើយនោះគឺរមណីយដ្ឋានប្រវត្តិសាស្ត្រនគរភ្នំដែលស្ថិតនៅក្នុងស្រុកបាភ្នំខេត្តព្រៃវែងទីនេះមិនមែនគ្រាន់តែជាជួរភ្នំធម្មតានោះទេតែវាជាគ្រឹះស្ថានដ៏រឹងមាំជានិមិត្តរូបនៃការចាប់ផ្ដើមនិងជាបេះដូងនៃអាណាចក្រដំបូងគេបង្អស់នៅអាស៊ីអាគ្នេយ៍នោះគឺអាណាចក្រភ្នំឬហ្វូណនសូមស្វាគមន៍មកកាន់បាភ្នំទឹកដីកំណើតនៃអរិយធម៌ខ្មែរតាមកំណត់ត្រាប្រវត្តិសាស្ត្រនិងភស្តុតាងបុរាណវិទ្យាទឹកដីបាភ្នំដែលស្ថិតក្នុងស្រុកបាភ្នំខេត្តព្រៃវែងសព្វថ្ងៃគឺជាទីតាំងនៃរាជធានីវ្យាធបុរៈឬបូរីនៃព្រានព្រៃដែលជារាជធានីដំបូងបង្អស់នៃអាណាចក្រអង្គរភ្នំនាអំឡុងសតវត្សទី1ដល់ទី6នៃគ្រិស្តសករាជទីនេះធ្លាប់ជាមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិដ៏មានញឹកជាកន្លែងដែលវប្បធម៌ខ្មែរនិងវប្បធម៌ឥណ្ឌាបានជួបគ្នានិងរលាយចូលគ្នាយ៉ាងល្អឥតខ្ចោះបង្កើតបានជាអក្សរសាស្ត្រសាសនានិងច្បាប់ដំបូងបង្អស់របស់ខ្មែររមណីយដ្ឋានប្រវត្តិសាស្ត្រនគរភ្នំមិនមែនមានតែភ្នំមួយនោះទេវាជាបណ្ដុំភ្នំធម្មជាតិចំនួន5ដែលឈរជើងយ៉ាងរឹងមាំកណ្ដាលវាលទំនាបរួមមានភ្នំធំឬបាភ្នំភ្នំសំពៅភ្នំខ្សាច់ភ្នំចោតនិងភ្នំបញ្ចាភ្នំទាំងនេះមិនត្រឹមតែមានតម្លៃផ្នែកទេសភាពធម្មជាតិដ៏ស្រស់ត្រកាលប៉ុណ្ណោះទេប៉ុន្តែយោងតាមក្បួនតម្រាខ្មែរបុរាណជួរភ្នំទាំង5នេះតំណាងឲ្យកម្ពូលភ្នំទាំង5នៃភ្នំព្រះសុមេរុក្នុងសាកលវិទ្យាសាស្ត្រណាហិណ្ឌូក្រៅពីតម្លៃប្រវត្តិសាស្ត្រទីនេះក៏ជាមជ្ឈមណ្ឌលនៃជំនឿដ៏ស័ក្តិសិទ្ធិគឺបារមីអ្នកតាមេសដែលជាតួអង្គអ្នកតាដ៏មានឥទ្ធិពលបំផុតមួយក្នុងប្រទេសកម្ពុជាក្នុងការយាមល្បាតនិងថែរក្សាទឹកដីភាគអាគ្នេយ៍ទាំងមូលសូមចុច Follow និង Subscribe ដើម្បីទទួលបានវីដេអូថ្មីបន្តទៀត